នេះគឺជារទេះភ្លើងល្បឿនលឿននៅប្រទេសចិនហើយកន្លែងនេះគឺជាកន្លែងទិញសម្បត្តិដែលយើងគេប្រើម៉ាស៊ីនយើងអាចទិញសម្បត្តិខ្លួនឯងបានណាហើយពេលដែលយើងទិញសម្បត្តិខ្លួនឯងហើយគឺយើងត្រូវដើរចូលទៅកន្លែងឡើងរទេះភ្លើងអញ្ចឹងជិតដល់ម៉ោងឡើងម្នាក់គឺញាប់ជើងញាប់ដៃមែនតែនហើយជាជនចិនក៏ដើរលឿនណាហើយយើងត្រូវចេះមើលថាតើយើងជីរទេះភ្លើងហ្នឹងតើមានលេខប្រមាណលេខកូដលេខបានរទេះភ្លើងដែលខ្ញុំជិះនេះគឺខ្ញុំជិះរទេះភ្លើងលឿនពីទីក្រុងកួងជូទៅទីក្រុងសិនចិនដែលចម្ងាយប្រហែលជា140គីឡូម៉ែត្រអញ្ចឹងរថភ្លើងគឺជាទូទៅគាត់បើកបានដល់150គីឡូម៉ែត្រក្នុង1ម៉ោងឬក៏160ម៉ែត្រ160គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងណាហើយរយៈពេលដែលខ្ញុំជិះពីទីក្រុងកួងជូទៅសិនចិនហ្នឹងប្រើពេលរយៈពេលមួយប្រហែលជា1ម៉ោងហើយកន្លែងដែលខ្ញុំថតនេះគឺនៅរទេះភ្លើងនេះគេបែងចែកជាកៅអីពីរប្រភេទកៅអីធម្មតាហើយនិងកៅអី VIP អញ្ចឹងណាបាទអញ្ចឹងកៅអីដែលខ្ញុំជិះថតនេះគឺកៅអី VIP ចៃដន្យនេះខ្ញុំទិញកៅអីលើនេះគឺចាំប្រឆាំងរទេះភ្លើងហត់ថយវិញ